អ្នកស្រីសុនឡៃហៀងជាភាគីកនិងជាភាគីដាក់ពាក្យស្នើសុំមកអដកក្នុងសំណុំរឿងទាមទារសំណងគ្រោះថ្នាក់ចរាចរណ៍មួយករណីបានលើកឡើងដោយការពេញចិត្តក្នុងការទទួលយកយន្តការសម្រុះសម្រួលដោះស្រាយវិវាទនៃអដកពេញចិត្តនៅត្រង់ថាយន្តការដោះស្រាយវិវាទនៃអដកបានព្យាបាលដំបៅក្នុងចិត្តរបស់ក្រុមគ្រួសារដែលអូសបន្លាយរយៈពេល5ឆ្នាំមកហើយគឺល្អបងល្អគាត់ព្យាយាមដោះស្រាយមែនតើគាត់ឲ្យយោបល់ឲ្យគាត់ពួកខ្ញុំទៅហ្នឹងគឺគាត់ទទួលរាក់ទាក់ពួកខ្ញុំចាគាត់ឲ្យដំបូន្មានគាត់ឲ្យយោបល់ថាយើងធ្វើមិនឲ្យល្អទាំងសងខាងអញ្ចឹងណាបងគាត់អត់មានប្រកាត់ខំអីទេចាពួកខ្ញុំសប្បាយចិត្តមែនតើបងសប្បាយចិត្តដែររឿងហ្នឹងគឺពួកខ្ញុំប្រកាសឡើងយូរហើយតែលក្ខណៈថាដូចវាដំបៅមួយក្នុងទ្រូងអញ្ចឹងណាបងប៉ុន្តែពេលដែលពួកខ្ញុំបានជួបជាមួយនឹងអដកមកមានអារម្មណ៍ថាគឺសប្បាយចិត្តសប្បាយរីករាយមែនតើបានដោះស្រាយចេញអ្នកស្រីសុនឡៃហៀងបានលើកឡើងយ៉ាងដូចនេះបន្ទាប់ពីវិវាទពាក់ព័ន្ធនឹងការទាមទារសំណងក្នុងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍មកលើក្រុមគ្រួសារអ្នកស្រីដែលបង្កឡើងដោយភាគីម្ខាងទៀតត្រូវបានសម្រុះសម្រួលនិងផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅថ្ងៃសៅរ៍ទី21ខែមិថុនាឆ្នាំ2025ដោយមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃអដករួមមានលោកសៅព្រឿននិងលោកវ៉ាន់ប៊ុនថនអ្នកស្រីសុនឡៃហៀងបានឲ្យដឹងថាអ្នកស្រីគឺជាម្ដាយមីងរបស់អ្នកស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយករណីកាលពីឆ្នាំ2020ស្ថិតនៅភូមិព្រៃស្វាឃុំជ្រៃឃ្មុំស្រុកស៊ីថោកណ្ដាលខេត្តព្រៃវែងបើតាមការបញ្ជាក់ពីមន្ត្រីអដកនៅក្នុងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍នេះភាគីម្ខាងទៀតដែលជាជនបង្កក៏បានអនុវត្តទោសតាមសាលក្រមរបស់សាលាដំបងខេត្តព្រៃវែងរួចហើយដែរប៉ុន្តែបញ្ហានៅត្រង់ថាសំណងរដ្ឋបវេនីដែលភាគីខត្រូវសងជូនទៅក្រុមគ្រួសារអ្នកស្រីសុនឡៃហៀងមិនត្រូវបានអនុវត្តនិងទើបត្រូវបានអនុវត្តក្រោយភាគីទាំងពីរទទួលយកការសម្រុះសម្រួលនិងផ្សះផ្សាបិទបញ្ចប់វិវាទនៅថ្ងៃសៅរ៍ទី21ខែមិថុនាឆ្នាំ2025ថ្មីនេះក្រោយអ្នកស្រីសុនឡៃហៀងបានដាក់ពាក្យស្នើសុំសម្រុះសម្រួលមកអដកកាលពីអំឡុងខែមីនាឆ្នាំ2025ក្នុងពេលជាមួយគ្នានេះអ្នកស្រីយុនដារីតំណាងឲ្យភាគីខបានលើកឡើងថាដំណើរការសម្រុះសម្រួលផ្សះផ្សាវិវាទតាមរយៈយន្តការអដកពិតជាងាយស្រួលជាងការដោះស្រាយតាមផ្លូវតុលាការគឺភាគីទាំងសងខាងអាចចរចារកដំណោះស្រាយរួមមួយបានអ្នកស្រីក៏បានធ្វើការកត់សម្គាល់ដែរថាមន្ត្រីអដកមានភាពអត់ធ្មត់ក្នុងការរកដំណោះស្រាយជូនពលរដ្ឋបើទោះពលរដ្ឋមានជីវភាពលំបាកឬចំណេះដឹងទាបក៏ដោយខ្ញុំថាទៅកន្លែងហ្នឹងទៅល្អគេដោះស្រាយក្រៅប្រព័ន្ធតុលាការអញ្ចឹងហើយមានការសម្របសម្រួលអីខាងអដកហ្នឹងគេជួយសម្រួលឲ្យទៀតចាហ្នឹងចំពោះខ្ញុំយល់ថាល្អប៉ុន្តែចំពោះអ្នកផ្សេងទៀតខ្ញុំអត់ដឹងទេតែបើចំពោះខ្ញុំស្ដាប់ការពន្យល់ការនិយាយអីរបស់ខាងអដកហ្នឹងដូចជាលោកពូដែលខ្ញុំនិយាយមកហ្នឹងគាត់ថាគាត់ល្អគាត់ដោះស្រាយតិចគាត់ដោះស្រាយមួយយើងនិយាយមួយយើងតិចទោះយើងនិយាយទៅមានការលឺលូពាក្យសម្ដីអីក៏គាត់អត់នេះដែរគាត់យល់ពីអ្នកដែលមានកម្រិតវប្បធម៌នឹងអត់ចឹងណា